លោកហ៊ៀងថៃនឹងធ្វើការជំរាបជូននៅថ្ងៃទី4ខែមីនាឆ្នាំ2025នេះសិស្សានុសិស្សនៅវិទ្យាល័យដីដោះថ្នាក់ទី12ស្ថិតនៅក្នុងក្រុងកំពង់ចាមគឺទទួលបាននៅសម្ភារៈសិក្សាបន្តិចបន្តួចរួមទាំងទទួលបានការតម្រង់ទិសក្នុងការសិក្សាភាសាជប៉ុនពីក្រុមការងារវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនដែលដឹកនាំដោយលោកចេនគីកាជូរ៉ានិងកញ្ញាច័ន្ទលីណាទូតសុចន្ទៈនៃវិទ្យាស្ថានដែលមានការចូលរួមពីនាយកសាលាព្រះសីហនុផងដែរបើតាមលោកនាយកវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនបានបញ្ជាក់ថាវិទ្យាស្ថានមានការផ្ដល់អាហារូបករណ៍ 100% លើថ្លៃសិក្សានិងការបណ្ដុះបណ្ដាលភាសាជប៉ុននិងជំនាញថែទាំមនុស្សចាស់តាមស្តង់ដារជប៉ុនផ្ដោតសំខាន់លើការប្រឡងជំនាញផ្នែកថែទាំនិងសមត្ថភាពភាសាជប៉ុនទាបបំផុតត្រឹមកម្រិត JLPTN4 ជាមួយគ្នាដែរលោកបានបញ្ជាក់ថាឱកាសការងារក្រោយពីបញ្ចប់ការសិក្សាភាសាជប៉ុនរយៈពេល2ឆ្នាំរួចបងប្អូនអាចប្រឡងជាប់តេស្តសមត្ថភាពភាសាជប៉ុនកម្រិត N3 ហើយអាចធ្វើការនៅតាមក្រុមហ៊ុនជប៉ុនក្នុងប្រទេសកម្ពុជាឬអាចមានឱកាសទៅបំពេញការងារនៅប្រទេសជប៉ុនរយៈពេល3ឆ្នាំឬ5ឆ្នាំដោយទទួលបានប្រាក់ខែប្រចាំខែចាប់ពី$1,600ឡើងទៅផងដែរនៅក្នុងឱកាសនេះដែរក្នុងនាមសិស្សានុសិស្សក៏ទទួលបាននៅចំណេះដឹងខ្លះៗស្ដីពីប្រវត្តិប្រទេសជប៉ុនការរស់នៅម្ហូបអាហារតំបន់ទេសចរនិងការយល់ដឹងទាំងប្រពៃណីវប្បធម៌ផងដែរទន្ទឹមនេះសិស្សានុសិស្សក៏បានដឹងខ្លះនិងមិនបានដឹងខ្លះពីរឿងរ៉ាវផ្សេងៗពីប្រទេសជប៉ុនហើយយ៉ាងណាក៏ដោយក្នុងនាមនាយកសាលាវិទ្យាល័យព្រះសីហនុបានថ្លែងអំណរគុណដល់ក្រុមការងារវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនដែលបានជួយជាសម្ភារៈសិក្សានិងចែករំលែកតម្រង់ទិសជូនដល់ក្មួយៗនិងបានណែនាំឲ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រលើមុខវិជ្ជាផ្សេងៗបូករួមទាំងភាសាបរទេសនិងកុំឲ្យខ្លាចខ្លួនជាក្មេងទំនើងនិងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនជាដើមប្រិមត្តជា